សូមគោរពអញ្ញាតជម្រាបសួរពុកម៉ែបងប្អូនដែលនិយមតាមដានការ live តរបស់ page BDBNew គណៈពេលនេះវេលាម៉ោង 10:15 នាទីវត្តមានខ្ញុំបាទ02មកធ្វើការ live ផ្ទាល់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ពុកម៉ែបងប្អូនណាយើងគឺថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺការឡើងរវាងម៉ូតូនិងម៉ូតូឥឡូវនេះឃើញថាម៉ូតូបុកគ្នាខ្ទេចខ្ទីហើយ បងលបួនម៉ានទេមិញបងពីរនេះអីម៉ូតូណាមកពីណាវិញនោះមកពីលើម៉ូតូคลิกមកពីត្បូងបងទៅជើងហើយត្រេមនេះអូនេះវ៉ាឡានបងគេឡានគេបងទៅណាលបួធ្ងន់ណាបងធ្ងន់នឹងពីរនេះអីស្រីប្រុសស្រីមួយប្រុសមួយខាងណាស្រីអានោះស្រីអូបាទបងហ្នឹងស្រីពីរអូពីរនេះនោះស្រីពីរអើយនេះស្អែងបាទបាទអរគុណច្រើនស្រីលបួមួយតកង់ហីបងអត់ដឹងតកង់ដឹងអីបងវាស្រីតកង់តកង់នេះវាធ្ងន់មុខនឹងឲ្យពុកម៉ែបងប្អូនទីតាំងកាត់ហើយហ្នឹងគឺនៅជិតទល់មុខសាលាឃុំវត្តគោតែម្ដងបាទនឹងនេះភូមិអីបងភូមិសាច់ប៉ោយស្កាត់វត្តគោក្រុងបាត់ដំបងនឹងឲ្យពុកម៉ែបងប្អូនឥឡូវនេះយើងឃើញថារបួសធ្ងន់ពីរនាក់ពុកម៉ែបងប្អូនណារបួសធ្ងន់ស្រាលពីរនាក់អូរបួសធ្ងន់ពីរនាក់ស្រាលម្នាក់អូលឺថាធ្ងន់ធ្ងរពុកម៉ែបងប្អូនណាបើតាមប្រភពព័ត៌មាននៅកន្លែងការហេតុនេះគឺថាម៉ូតូម៉ាក Honda Dream ដែលមានផ្លាកលេខបាត់ដំបងអានេះអសអីទៀតអស C ណា C បាត់ដំបង 1C 78 92 ម៉ូតូម៉ាក Honda Dream នេះបើកបោដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូងទិសដៅពីជើងទៅត្បូងហើយលឺថាវ៉ាឡានពុកម៉ែបងប្អូនណាលើកយើងគឺថាម៉ូតូនេះគឺថាខុសតែម្ដងគឺគាត់មកបុកគេខាងស្ដាំគេគឺគាត់វ៉ាឡានប្រភពព័ត៌មាននៅកន្លែងការហេតុហើយចំណែកម៉ូតូម៉ាកคลิกនេះស្រីពីរនាក់ពាក់ផ្លាកលេខបាត់ដំបង1 T 5134គាត់ធ្វើដំណើរទិសដៅពីត្បូងទៅជើងហើយមកដល់ចំណុចកាត់ហេតុក៏បានបុកគ្នាពេញទំហឹងតែម្ដងសាច់គោសំខាន់វត្តគោក្រុងបាត់ដំបងនិងខេត្តបាត់ដំបងបាទហើយនៅថ្ងៃទីនឹងឲ្យពុកម៉ែបងប្អូនឥឡូវនេះគឺថាបងខាងសមត្ថកិច្ចនគរបាលចរាចរណ៍យើងបានមកដល់ហើយគឺគាត់លឿនដែរបាទទីតាំងកាត់ហេតុហ្នឹងក៏នៅចិត្តប៉ោះនគរបាលរដ្ឋបាលសង្កាត់វត្តគោតែម្ដងស្ថិតនៅក្នុងភូមិខ្សាច់ប៉ោយសង្កាត់វត្តគោក្រុងបាត់ដំបងហើយករណីនេះគឺបណ្ដាលឲ្យមនុស្សប្រុសស្រីពីរនាក់រងរបួសធ្ងន់ហើយស្ត្រីម្នាក់រងរបួសស្រាលនេះពុកម៉ែបងប្អូនយើងគឺថាហ្នឹងការបើកបរវ៉ាជែងដោយមិនមានការប្រុងប្រយ័ត្នទេពុកម៉ែបងប្អូនបើតាមប្រភពព័ត៌មាននៅកន្លែងការហេតុហ្នឹងគឺថាម៉ូតូម៉ាក Honda Dream ហ្នឹងគឺគាត់វ៉ាឡានហីគឺគាត់វ៉ាឡានហើយយើងឃើញម៉ូតូពុកម៉ែបងប្អូនណាយើងឃើញម៉ូតូ Dream គឺនៅចំណីរបស់ខាងម៉ូតូคลิกតែម្ដងគឺគាត់វ៉ាឡានបើកបរក្នុងល្បឿនលឿនហើយក៏បានបុកជាមួយនឹងម៉ូតូคลิกបណ្ដាលឲ្យមនុស្សប្រុសស្រីពីរនាក់រងរបួសធ្ងន់ហើយមនុស្សស្ត្រីម្នាក់របួសស្រាលក្នុងហេតុការណ៍នេះគឺរបួស3នាក់នេះម៉ូតូខ្ទេចតែម្ដងពុកម៉ែបងណាយើងមើលសភាពម៉ូតូដឹងហើយម៉ូតូខាងមុខនេះរួញចូលគ្នារួញទៅក្រោយតែម្ដងបាទទីតាំងកើតហេតុហ្នឹងគឺនៅចិត្តផ្លូវ highway យើងឡើងទៅបំណន់ក្បែរនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តគោស្ថិតនៅក្នុងភូមិនៅខាងស្កាត់វត្តគោយើងពុកម៉ែបងណាភូមិខ្សាច់ប៉ោយស្កាត់វត្តគោក្រុងបាត់ដំបងហើយករណីនេះគឺការឡើងរវាងម៉ូតូម៉ាក Honda Dream ដែលមានផ្លាកលេខបាត់ដំបង 1C 7892បាត់ដំបង 1C 78 92បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង អ
nâng ấy bong bồn đại diện thưa tầm nào lúc ấy có mọi bạc lươn lươn pích ấy muốn nâng dân và làng và trên số mọi mơ mục mơ cõi phóng ní cái này nó cứ bật tam bọc phô miền lại cả thấy nó cứ tham một tô mà không đạt trem nó cứ gọt làng và lán đâu có bàn trôi chừng cột mà bọc cho mùi một tô click tại mà đong nâng ấy mà dựa trong cầu này khai bát bong những cứ tha cả miền cả này kêu nại ra cho những nhóm đó mai bồn tăng pi smart cái dân đọ cô đai mà cứ tham miền cả này kêu nại ra cho những nhóm mình tên là hốt đó là bát bong là dụ chỉ vứt đôi cả này dùng mình trắng lư tha là hốt đó là smart này lư tha miền slap này hơi nó khang on lung bơ nó khang lung bơ bọc dùng mình tha là bột nguồn bột này nắng dân từ tụ bàn bồn miền trắc láng nước tha slap này hơi hay là nếu mà cạn này thì thấy cứ thà là bột ngôn lư thà là bột ngôn đấy nâng ở vùng mai bốn lư thà mà Honda Click nó cứ thà pin nữa chỉ sao la phong mà cứ ba tô xong trim này đặt lại đặt cái một tô là phải chỉ một tô đốt với bông mai bò nó phải chỉ một tô đốt con phải nhập vô lại vô sạch từ tía ha nâng ấy bông mai bò chui chay đầm lên rồi bồn miên đi phóng đầm bay ao sạch nhiệt con bạn đứng ấy nít chỉ một tô sơ lá phong bông mai bó là một tô mạ Honda Click này mạ Honda Click đây mình là lại đây bát bong mùi thi 21 34 này bát bong mùi thi 21 34 lư tha sơ lá bông mai bó nó sơ lá ba đã tí tăng cả hai nó gần ở chật plow highway lang tao bẩn nón á chất bài nâng bao nó có ba rọt ba là vọt cô nu tao bảo nó cứ bao nó có ba rọt ba vọt cô cái bài đừng ai bông mai bó nó cái bài sẽ là không cái bài bao nó có ba rọt ba vọt cô nó cho mệt đài đó mấy bạn nương chưa khơi nhưng bón đâu toàn rồi toàn đấy sơ la đằng pí sấy vậy ở dụ tung vào màn ồ bạn không sấy với một tô cao chứ và một tô click nó sấy đằng pí nữa ấy một tô đục nó vào chia tung hà chiêng ba ra tí tăng cả hai nó cần ở chất bao nó có ba vật cô phơi dân lang từ highway lang từ phần nón đó nè dân hà một tô по mai phone dân mua sập một tô ấy chừng anh ấy đam chênh bị ca và chê nhá po mai phone đam chênh bị ca và chênh đôi khoa ca prong bật nhát cứ tha mà tô tích từng óc này này càng một ngừng ruin châu nông từng óc tiếng mạ Honda Dream tiếng mà tô click cứ ta tích tí đây mà đong này mơ một tô giờ mà đăng đây bong nó ngay dân từ tu ban po miền nó cứ tha bong smart cái những con dây đá cứ tha phun sạch phối sự cắt vật cố trong bạt bong tì tăng cả hai nắng
នឹងឲ្យពងម៉ែបងប្អូនឥឡូវនេះជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យអស់ហើយចំណែកមធ្យោបាយទាំងពីរត្រូវបានបងខាងសមត្ថកិច្ចនឹងធ្វើការវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមក្រោយបាទផ្លូវនេះវាមិនមែនផ្លូវ highway ទេវាគ្រាន់តែចិត្តឡើងទៅ highway យើងហួសសាលាឃុំវត្តគោបន្តិចហ្នឹងគឺទីតាំងកាត់ហេតុហើយហួសពីទីតាំងកាត់ហេតុបានឡើងផ្លូវ highway ឡើងទៅខាងស្រុកបាណន់នេះពុកម៉ែបងប្អូនម៉ូតូម៉ាคลิกម៉ូតូម៉ាคลิกនេះគឺថាសិស្សសាលាគ្នាពីរនាក់ក្មេងស្រីសិស្សសាលាគ្នាពីរនាក់ដែលមានផ្លាកលេខបាត់ដំបង 1T 51 34គាត់ធ្វើដំណើរទិសដៅពីត្បូងទៅជើងចំណែកម៉ូតូម៉ា Honda Dream នេះបើកបរដោយបុរសម្នាក់នេះពាក្យផ្លាកលេខបាត់ដំបង 1C 7892បើកបរដោយបុរសម្នាក់ទិសដៅពីជើងមកត្បូងហើយមកដល់ចំណុចកាត់ហេតុហ្នឹងគឺថាគាត់ឡើងវ៉ាឡានក៏បានបុកជាមួយនឹងម៉ូតូคลิกបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល3នាក់ក្នុងនោះធ្ងន់2នាក់ពុកម៉ែបងប្អូនណានៅកំពុងម៉ែបងប្អូនឥឡូវនេះមានអីវិញឆ្ងាយទេគាត់ខ្ញុំបាទសូមចូលរួមសំណូមពរទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ដែលជាអ្នកបើកបរនៅលើដងផ្លូវមិនថារថយន្តមិនថាម៉ូតូសូមឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបើកបរដោយប្រកាន់ស្ដាំបើកបរកុំឲ្យវ៉ាជែងនៅក្នុងស្ថានភាពគ្រោះថ្នាក់យើងមុននឹងវ៉ាជែងយើងត្រូវមើលតាមកញ្ចក់មើលក្រោយមើលមុខតើយើងអាចវ៉ាជែងបានឬអត់ជាងមានតែការចូលរួមទេពុកម៉ែបងប្អូនមានតែការចូលរួមទេដើម្បីជីវិតយើងនិងអ្នកដទៃបានសេចក្តីសុខបើយើងមិនចូលរួមគោរពច្បាប់ចរាចរណ៍ទេគឺយើងមានតែខាតបង់ហើយទៅលូនត្រឹមតូនបើនឹងពុកម៉ែបងឥឡូវនេះគណៈពេលនេះខ្ញុំបាទ02សូមបញ្ចប់ការ live ត្រឹមនេះហើយនឹងមុននឹងបញ្ចប់ការ live ក៏សូមជូនពរការធ្វើដំណើររបស់បងប្អូនមិនថាទីជិតទីឆ្ងាយសូមឲ្យមានសុវត្ថិភាពទាំងអស់គ្នាគណៈពេលនេះខ្ញុំបាទសូមគោរពអរគុណនិងសូមជម្រាបលា